ជំរាបសួរថ្ងៃនេះខ្ញុំសូមបង្ហាញរបៀបធ្វើអំបុកលីងឲ្យស្រួយហើយឈ្ងុយឆ្ងាញ់ដាក់ប្រេងចូលនិងដាក់ខ្ទឹមចិញ្ច្រាំចូលខ្ទឹមសនេះគឺលីងមិនឲ្យក្រហមទេបន្ទាប់មកដាក់សាច់ជ្រូកចិញ្ច្រាំចូលលីងមិនតិចទៅហើយដាក់បង្គាក្រៀមចូលបន្ថែមស៊ុបមាន់ស្ករទឹកត្រីលីងរហូតដល់តែសាច់ជ្រូកឡើងក្រៀមបន្តិចទើបបន្ថែមស្លឹកខ្ទឹមចូលបន្ទាប់ពីដាក់ស្លឹកខ្ទឹមចូលហើយគឺខ្ញុំបានដាក់អំបុកពីកំប៉ុងកន្លះចូលបន្ទាប់ពីដាក់អំបុកចូលហើយត្រូវបើកភ្លើងតិចៗហើយបន្តលីងរហូតកុំដាក់ដៃរហូតដល់តែអំបុកក្រៀមល្អហើយរាងស្រាលហើយនាងខ្ញុំលីងរយៈពេល45នាទីទើបអំបុករបស់នាងខ្ញុំស្រួយហើយក្រៀមល្អពេលនេះអំបុករបស់នាងខ្ញុំបានក្រៀមល្អហើយលើកទៅឡើងស្រាលខ្ញាល់តែម្ដងអំបុកលីងនេះចាស់ជំនាន់ដើមនៅពេលដែលពួកគាត់ទៅភ្ជួរស្រែទៅកាប់ព្រៃឬក៏ទៅឃ្វាលគោក្របីពួកគាត់តែងតែវេចខ្ចប់ដាក់ជាយក្រមាយកទៅជាមួយដើម្បីធ្វើជាអាហារសម្រន់ព្រោះអំបុកនេះពេលពិសាទៅគឺធ្ងន់ពោះល្អធ្វើឲ្យឆ្អែតបានយូរសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់